Okay, welcome to the translation and grammar school based in Phnom Penh via Quality Conference សូមស្វាគមន៍មកកាន់សាលាជំនាញវិទ្យាករណ៍បកប្រែអូខេថ្ងៃនេះខ្ញុំនឹងបរៀនអ្នកនរគ្នានៅជំនាញបកប្រែបដភាពមួយតទៅទៀត Today I will keep teaching everybody the posing interpretations part 1 Okay អត្ថបទទី13 passage 13នេះជាចំណងជើងកូននិងម្ដាយដ៏ក្រីក្រកំពុងរងចាំជំនួយពីសប្បុរសជនគ្រប់ទិសទីចឹងមានន័យថាយើងបកចំណងជើងក្តីឬក៏ថាខណ្ឌក្តីយើងត្រូវគិតវិយាករ subject verb object ហើយត្រូវចេះពាក្យអ្នកនរនេះចឹងយើងដាក់ថា empowerish mother child okay waiting for okay assistance from all directions of fundraisers ហើយអ្នកនរនេះបើរៀបអត់ច្បាស់វិយាករអ្នកនរនេះមើលពាក្យមើលអង់គ្លេសនេះបកស្តង់ដារអន្តរជាតិណា empowerish child ខមាមក mother waiting for assistance from directions of fundraisers ចឹងយើងអានខ្មែរដល់សញ្ញាខណ្ឌហើយចាំនិយាយអង់គ្លេសតាមក្រោយអ្នកនេះភាពក្រីក្រតែងតែកើតមានទៅលើមនុស្សទាំងឡាយណាដែលអវិជ្ជានិងខ្វះការតស៊ូក្នុងជីវិតចឹងយើងត្រូវចេះពាក្យទាំងអស់ហ្នឹងហើយយើងបង្គុំទៅតាមប្រយោគខ្មែរដែលគេនិយាយណាចឹងយើងដាក់ថា poverty always enters towards okay any persons who is literate and lacks of struggle in life ចឹងមកណាចឹងអ្នកខ្ញុំមើលខាងនេះខ្ញុំបកអង់គ្លេសស្តង់ដារនេះ poverty always sends toward any person who is illiterate and lacks of struggle in life ចឹងទៀតមកកន្លែងនេះខ្ញុំដាក់ in life ហ្នឹងអ្នកខ្ញុំដាក់ថែម in life ទៀតក៏បានបាច់ក៏បានណាតែខ្មែរបន្តទៀតខ្ញុំបានឃើញពីអ្នកម្ដាយនិងកូនដ៏ក្រីក្រកំពុងរស់នៅក្នុងខ្ទមតូចដ៏តូចមួយហើយពួកគេកំពុងលើកដៃសំពះសូមជំនួយពីសប្បុរសជនទាំងអស់នៅលើសកលលោកទាំងមូលអញ្ចឹងយើងដាក់ថា I saw the impoverished mother and child living in a small hut okay and they are raising petitions to seek assistance from all fundraisers around the globe ឬក៏ across the whole world ក៏បាននិយាយចំអ្នកនេះចេះពាក្យណានិយាយពាក្យហ្នឹងហើយវាមិនប្រកាសថាទៅខ្ញុំទាំងអស់ទេណាឲ្យតែពាក្យហ្នឹងយើងត្រូវទៅតាមប្រយោគខ្មែរណានេះអ្នកនេះមើលអង់គ្លេសស្តង់ដារអន្តរជាតិ I saw the impoverished mother and child living in a small hut ខមាមក and they are raising in petitions to seek assistance from all fundraisers across the whole world ឃើញទេខ្មែរបន្តទៀតខ្ញុំសង្ឃឹមយ៉ាងមុតមមថាម្ដាយនិងកូនដ៏កំសត់នេះនឹងមានជីវភាពប្រសើរឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះអញ្ចឹងយើងរៀបមកណា I radically hope that okay the pitiful mother and child okay will have better livelihood for the foreseeable future អ្នកនរនេះអត់ច្បាស់អ្នកនរមើលអង់គ្លេសស្តង់ដាររបស់ខ្ញុំ I radically hope that the pitiful mother and child will have better livelihood for the foreseeable future ខ្មែរបន្តទៀតសង្ឃឹមថាសប្បុរសជននឹងជួយគាត់កាន់តែច្រើនឡើងអញ្ចឹងយើងដាក់ថា hoping that okay the fundraisers will more and more help them ដាក់អញ្ចឹងមកហើយអ្នកនរគ្នាមើលបន្ថែមទៀតទៅនេះដាក់ឲ្យណា hoping that the fundraisers will more and more help them okay alright អ្នកនរគ្នាអញ្ចឹងជំនាញបកប្រែបដគឺចាំបាច់គឺអ្នកនរគ្នាត្រូវតែរៀបយកពីអង់គ្លេសរៀបទៅតាមខ្មែរប្រយោគខ្មែរដែលគេនិយាយហ្នឹងហើយត្រូវគិតវេយ្យាករណ៍ subject verb object បូកជាមួយនឹង modifier ហ្នឹងហើយត្រូវនិយាយអង់គ្លេសឲ្យលឿនត្រូវចេះភ្ជាប់ពាក្យត្រូវបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិហ្នឹងហើយទើបអ្នកនរគ្នាអាចយកទៅប្រើប្រាស់ជាផ្លូវការបានណាអូខេកុំភ្លេចចុចពាក្យ subscribe ដើម្បីទទួលបានវីដេអូថ្មីហ្នឹងហើយចុងក្រោយក៏ជូនពរទៅដល់អ្នកទាំងអស់គ្នាជាពិសេសសិស្សរបស់ខ្ញុំទាំងអនឡាញទាំងផ្ទាល់ទទួលបានជោគជ័យក្នុងការសិក្សា Last my best wishes to all of you